បាទទីបំផុតយើងបានប័ណ្ណពិសោធន៍បាទមួយទៀតហើយបាទប័ណ្ណពិសោធន៍ចាញ់ធ្ងន់បាទទៅលើឥណ្ឌូនេស៊ី5-1នៃពានរង្វាន់ Asian Hyundai Cup បាទលើកមុនចាញ់សិង្ហបុរី2-1បាទលើកនេះរៀងធ្ងន់បន្តិចបាទ5-1អញ្ចឹងជាប័ណ្ណពិសោធន៍អឺមកទំព័រទៀតហើយសម្រាប់បាល់ទាត់ជម្រើសជាតិកម្ពុជារបស់យើងបើយើងគិតថាអឺចំណាត់ថ្នាក់ជម្រើសជាតិកម្ពុជាគោព្រៃយើងបាទឥឡូវនេះគឺលេខរៀងទី175នៅលើពិភពលោក10ឆ្នាំមុន168ចំណាត់ថ្នាក់បាទ10ឆ្នាំក្រោយ175អញ្ចឹងនេះយើងដើរថយក្រោយបាល់ទាត់វាខុសពីបាល់ទះបាទបាល់ទះយើងឥឡូវគឺមានសន្ទុះច្រើនបាទនៅមានមុខមានមាត់នៅលើឆាកអន្តរជាតិក្រុមបាល់ទះជម្រើសជាតិដែលទំតែលើកពានថ្មីម្នាក់មួយជាមួយនឹងវៀតណាមបាទប៉ុន្តែបាល់ទាត់យើងនៅតែជាបទពិសោធន៍ដូចខ្ញុំនិយាយមុនអញ្ចឹង10ឆ្នាំមុនលេខរៀងទី168បាទ10ឆ្នាំក្រោយបែរទៅជាកើនលេខបាទ175ចំណាត់ថ្នាក់នៅលើពិភពលោកតាមការដែលដឹងគឺមួយអាណត្តិមាន4ឆ្នាំ FIFA បានផ្ដល់កញ្ចប់ទឹកប្រាក់ហ្នឹងប្រមាណហើយជាក្បែរ$8 លានមកអភិវឌ្ឍប៉ុន្តែមិនដឹងជាយ៉ាងម៉េចបានជាយើងអឺដើរថយក្រោយតាំងពីមានអ្នកគ្រប់គ្រងពេញ start បាទឥឡូវនេះគឺយើងរៀងធ្លាក់ប្រជាប្រិយអ្នកគ្រប់គ្រងតិចហើយដោយសារតែយើងនិយាយទៅវាពិបាកបន្តិចដែរយើងរៀងចាញ់រហូតចឹងណាបើសិនជាយើងមើលចំណាត់ថ្នាក់នៅតំបន់អាស៊ីបាទ11ប្រទេសហ្នឹងយើងលេខ8យើងឈរនៅលើឡាវបាទប្រុយណេនិងទីបខាងកើតបាទលេខ8ក្នុងតំបន់អាស៊ាននេះ11ប្រទេសប៉ុន្តែបើពិភពលោកគឺយើងលេខ175នៅលើពិភពលោកចំណាត់ថ្នាក់ហ្នឹងវាច្រើនបាទវាច្រើនមានអីទេមានតែធ្វើម៉េចអាហ្នឹងចាត់ទុកជាបទពិសោធន៍បន្តទៀតហើយ